អូខេ Hello ជំរាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍ផ្សាយថ្មីមកកាន់ Channel Rand Snap មួយក៏ខ្ញុំជីថតហើយជួបគ្នាលើកនេះគឺក្នុងលក្ខណៈ Small Vlog មិនជា content ដែលខ្ញុំថតរូបអីទេហើយជើងនេះគឺ scenery ដែលខ្ញុំដាក់ខាងលើចឹងហើយអត់ទៅណាឆ្ងាយទេទៅធ្វើកពតទេដោយសារថ្ងៃឈប់ហើយអ្នកនៅកន្លែងធ្វើការជាមួយក៏ពពោះក៏មកហើយយើងខានធ្វើវីដេអូមួយខែដោយសារ level ការងារតខ្លួនហើយទី2ហ្នឹងគឺដើមឆ្នាំមកការច្រើនចឹងក៏អត់បានថត vlog ទៅអញ្ចឹងឥឡូវបានមកវិញហើយក៏បានមកពេញលេងដែរតែចឹងយើងបើក intro ប៉ុណ្ណឹងសិនហើយខ្ញុំនឹងដាក់ highlight តាមផ្លូវចឹងរីករាយទស្សនាទាំងអស់គ្នាអូខេអ្នកនរគ្នាចង់និយាយតិចកន្លែងនេះថ្ងៃសិនរីហ្នឹងគឺមនុស្សច្រើនខ្លាំងមែនទែនមិនថាឡានថាម៉ូតូគឺច្រើនជាងថ្ងៃចុងសប្តាហ៍រដងច្រើនអញ្ចឹងធ្វើឲ្យពិបាកជីដែរនេះចង់ឥឡូវមកដល់កពតអីបាន check in ហើយអីមិញ GoPro អស់ថ្មហើយក៏បានថតទៅឥឡូវយើងចេញទៅឡើងបូកូម៉ោង10កន្លះយើងអត់ចង់ទៅស្អែកទេដោយសារម្ដងយើងថ្ងៃទៅវិញមិនយើងឡើងបូកូតែឥឡូវមានគ្នាយើងគាត់ថាចង់ឡើងថ្ងៃហ្នឹងហើយទៅស្អែកយើងមានសល់ពេលនៅកែវច្រើនអញ្ចឹងក៏ធ្វើតាមគាត់ទៅចឹងឥឡូវយើងទៅឡើងបូកូតែមុនទៅឡើងបូកូ Hall Face សិនដោយសារសិតតាអ្នកនិយាយទៅសិតតាអ្នកញៀនកាហ្វេតែអត់តន់មានបានកាហ្វេចូលពោះទេចឹងត្រូវទៅ Hall Face សិនវាចឹងអាប់ដេតប៉ុណ្ណឹងចាំមើល highlight តទៀតអូជើងហ្នឹងប្រហែលជាអត់មានអីថ្មីទេអត់មានទីតាំងអីថ្មីទេគ្រាន់តែថាជើងហ្នឹងនិយាយទៅជើងហ្នឹងគឺចង់ឈៀលបណ្ដោយប្រហែលរយៈហ្នឹងគឺអត់មានបានរកកន្លែងទៅថ្មីទេអ្វីទៅផងអ្នកដែលចាំមើលមួយក៏អត់ចាំមើលតែអត់មានអីថ្មីទេប្រហែលរយៈហ្នឹងគឺទី1 level ការងារទី2យើងអាសាចេញដើរច្រើនខែនេះគឺខែការពេញមកត្រង់ហ្នឹងអញ្ចឹងមានតែឆ្លៀតពេលមកបានចិត្តឈៀលតិចតួចប៉ុណ្ណឹងហើយមានតែប៉ុណ្ណឹងហើយចាំមើល highlight ខ្ញុំដាក់ highlight មើលដាច់មកជាងដាច់មកហៅហ្នឹង
Chuyện đạch càng chẳng mà hello nè tụi con đi lấy bàn cà phê phải hay trình tự hỏi té mấy bậc ngày bà lôi tên vì bậc ngày ban tập về sự tung man tập chi máu là về lợi thờ tha vậy nè tha làm một cố mấy bậc ngày là mồm với tay dưới là lớn to xuống ok chẳng còn tại update cặp thá bằng cà phê Phật hồi ở dương tuần tôi làm một cố hỏi xong xua cho nào rồi sờ bài đây thì ai tích vậy sao mày vẽ mà hát toán này toán con thon đấy xua cho nào chăm đi vẽ mà thế mọi kênh bọc pin thơ still đây á ai đấy hiền sờ bài giờ đấy corner mà em ta còn tha Việt Nam xong để corner đó ta còn tha hiện cái đai tích là sao mê gì mong mà này mong phải đọc chiếu ấy cái đai tích ta đấy dương nơi to sờ bài to tiết to chụp thiêu và to mà đó cần lại ôi thôi được đi miền thục ôi được môn là ban ôi thuộc sao được môn đó mà này à lược môn nấu ăn ban do lôi gì mà ọt tình người chân má thuộc sao à lấy ban ôi tìm phật yeah ôi thục sao
អូខេអ្នកទាំងអស់គ្នាចឹងឥឡូវនេះគឺចុះទៅខាងក្រោមវិញហើយដើម្បីទៅញ៉ាំបាយហ្នឹងហើយយើងលេងតែប៉ុណ្្នឹងទេសម្រាប់បុកគោជើងនេះដោយសារតែយើងអត់សូវមានពេលទេហើយណាមួយមកច្រើនដងហើយអញ្ចឹងយើងកុំឲ្យវាដែលពេកយើងមកដើម្បីបានចូលចឹងហើយណាមួយមានបងគាត់អត់ដែរមកកន្លែងហ្នឹងផងអញ្ចឹងក៏នាំគាត់មកចឹងទៅហើយមានតែប៉ុណ្្នឹងទេសម្រាប់បុកគោហើយឥឡូវនេះគឺបើតាមខ្ញុំចាំដូចជាម៉ោង1ជាងអីអញ្ចឹងអត់ទាន់បានបាយថ្ងៃចូលពោះទេអញ្ចឹងចុះទៅដើម្បីរកអីញ៉ាំហើយយើង check in ដោយសារតែមិញគេឲ្យ check in បានតែ2បន្ទប់ទេហើយនៅសល់2បន្ទប់ទៀតដើម្បីគេអត់ទាន់សម្អាតអញ្ចឹងឥឡូវយើងចុះទៅហើយពេលល្ងាចប្រហែលជាអត់ទៅណាទេមិនប្រហែលពេលល្ងាចយើងអត់ទៅណាទេយើងនៅលេងនៅកន្លែងគេងដោយសារតែមានកាយៈជីកាយៈមានតែប៉ុណ្្នឹងទេសម្រាប់ activity លើភ្នំបូកគោចាំជួបគ្នានៅខាងក្រោមហើយខ្ញុំនឹងដាក់ highlight ពេលដែលចុះទៅឲ្យមើលតិចទៅថាផ្លូវ
cành còng còng hiền sờ bài đấy mà làm món vì để sao ta ngày bốn chân mình được sơn chân ọt bàn còng khăn cành khăn y tế để sao dương sờ bạch hiệp ngọt đĩa giờ chân enjoy nhằm bài xả gram ở đơn nhằm ấy nhằm cho nó hơi bản thon ở lữ nhằm bài hỏi từ lại đi với như hay đừng ghi bản trên từ quên được mong đọc pi nữa mong pi ấy làm bộ cô đăng máu ở lại bài ấy cha chân chăm đừng ghi chụp này được Video vào cái lồng liếp canh ca quay quay video
មួយកន្លះហើយចេញមកញ៉ាំបាយផឹកសើខាងយកមិញដាក់រៀងជ្រុលមីខគោគេជួមកញ៉ាំដែរស្គាល់ហ្នឹងហើយអញ្ចឹងទៀតទៅកាហ្វេ V5 ចាំជួបគ្នានៅ V5 ហ្មងឥឡូវញ៉ាំអីចុះចា Bike on the bike ឥឡូវយើងចេញទៅកាហ្វេ V5 ហ្នឹងអីយ៉ាហើយថ្ងៃនេះគឺឡើងមែនតើដោយសារតែយប់មិញយើងគេងរៀងយឺតនៅកន្លែងនិយាយគ្នាសប្បាយគឺយើងគេងរៀងយឺតទៅហើយយ៉ាអីទេយើងនៅតែ go with the plan និយាយទៅ plan យើងហ្នឹងគឺចេញទៅកែបហើយឆ្នេរជីកាត់ឆ្នេរកោហើយយើងចេញទៅវិញហើយហ្នឹងហើយចូល V5 ហើយយើងទៅឆ្នេរកោហើយយើងទៅវិញតែឥឡូវទោះបីជាលែនមិនក៏យើងអាចឆ្លៀតចូលតិចបានដែរយើងអត់សូវអីទេយើងអាចទៅផ្ទះម៉ោង3អីក៏បានដែរសូយ៉ាឥឡូវអាប់ដេតប្រាប់ប៉ុណ្ណឹងថាខ្ញុំចេញពីកពតអីទៅកពតវិញដែរទេទៅ V5 ហ្នឹងនៅកពតដែរទេតែគាត់ថាវាផ្លូវទៅកែបអញ្ចឹងសូឥឡូវយ៉ាអញ្ចឹងចាំមើល highlight ទេអូខេអ្នកទាំងអស់គ្នាចឹងឥឡូវនេះគឺយើងចុះទៅវិញហើយយើងបន្តទៅកែបទៀតបើតាមខ្ញុំចាំដូចជាម៉ោង 1 ហើយយើងទៅកែបដើម្បីញ៉ាំបាយថ្ងៃតាមពិតទៅមិនជាបាយថ្ងៃទេដោយសារមិញគឺយើងញ៉ាំសរុបហើយមកពេលដែលយើងចេញមកពីកពតហ្នឹងតែយើងទៅដើម្បីបានញ៉ាំឃើញស្មត់ផងដោយសារយប់មិញគឺយើងចេញទៅផ្សារលេតខ្លាំងមែនតើអត់បានទិញនិយាយទៅទិញអត់បានគ្រឿងសមុទ្រមិនអីច្រើនខ្លាំងអញ្ចឹងឥឡូវនេះគឺយើងទៅអាចថាទៅញ៉ាំអាហារសម្រន់ពេលល្ងាចចឹងចុះហើយកាហ្វេនេះគឺជាលើកទី1សម្រាប់ខ្ញុំហើយ first impression គឺស្អាតខ្លាំងមែនទែនទាំងផ្លូវជិះមកហើយនឹងពេលដែលយើងឡើងទៅដល់វាស្អាតមែនទែនហើយបានថតរូបបានខ្លះដែរមិនក៏តែសិតតែរូបធម្មតាអញ្ចឹងយើងមានតែប៉ុណ្្នឹងយើងតទៅកែបទៀតហើយយើងនឹងនៅដល់ម៉ោង 3 ម៉ោង 4 មិនយើងតចេញទៅវិញហើយចឹងចាំមើល highlight ខ្ញុំជិះទៅកែបអូខេ
អូខេ hello អ្នកទាំងអស់គ្នាចឹងឥឡូវនេះបន្ទាប់ពីញ៉ាំអីល្ងាចនៅកែបហើយយើងចេញទៅវិញហើយម៉ោង4យើងចេញពីកែបទៅយ៉ាហើយខ្ញុំជិះតាមឆ្នេរកោលហើយកំពង់ត្រាចហើយយើងទៅមើលនៅផ្លូវជាតិលេខ3វិញយ៉ាចឹងយើងចាប់ vlog ធំហ្នឹងហើយអរគុណខ្លាំងមែនទែនអ្នកដែលតាមដានអ្នកដែល subscribe អ្នកដែល like អ្នកដែល comment អរគុណច្រើនមែនទែនសង្ឃឹមថានៅតែចូលចិត្តអីដែលខ្ញុំធ្វើហើយ goodbye ចាំជួបគ្នានៅ vlog ខែក្រោយចូលឆ្នាំខ្ញុំអាចនឹងទៅសៀមរាបso let's see ហើយ see you in the next one ខ្ញុំនឹងដាក់ highlight footage តទៀតនៅតាមឆ្នេរហើយក៏នៅកំពង់ត្រាចដែរgoodbye